សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែររដ្ឋបាលស្រុកកោះអណ្ដែតបានដាក់ស្តង់នៅមុខមន្ទីរពេទ្យបង្អែកស្រុកកោះអណ្ដែតដើម្បីប្រមូលនៅសម្ភារៈគ្រឿងឧបភោគបរិភោគក៏ដូចជាថវិកាដើម្បីទៅជួយនៅជនដែលភៀសសឹកដែលសង្គ្រាមរវាងថៃដែលឈ្លានពានមកលើប្រទេសកម្ពុជារបស់យើងក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតំបន់ព្រំដែនកម្ពុជាថៃដែលរងគ្រោះដោយការរំលោភឈ្លានពានពីរដ្ឋាភិបាលនិងកម្លាំងយោធាថៃម្ដងហើយម្ដងទៀតជាច្រើនលើកឥតឈប់ឈរក្នុងន័យនេះរដ្ឋបាលស្រុកកោះអណ្ដែតសូមអំពាវនាវដល់ឯកឧត្តមលោកអ្នកអង្គញាលោកជំទាវអស់លោកស្រីជាពាណិជ្ជករសិប្បករវិនិយោគិននិងសប្បុរសជនមន្ត្រីរាជការគ្រប់ការិយាល័យអង្គភាពជុំវិញស្រុករដ្ឋបាលឃុំព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកោះអណ្ដែតចូលរួមបរិច្ចាគធនធានអំណោយជាថវិកាស្បៀងអាហារគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ផ្សេងៗឬថ្នាំពេទ្យតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីបានជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅទីកន្លែងមណ្ឌលភៀសសឹកមានសុវត្ថិភាពបានតាន់ពេលវេលារដ្ឋបាលស្រុកកោះអណ្ដែតសង្ឃឹមជឿជាក់លើស្មារតីនិងទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមលោកអ្នកអង្គញាលោកជំទាវអស់លោកស្រីដែលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីភេរភាពរបស់ប្រជាជនខ្មែរយើងក្នុងមនោសញ្ចេតនាខ្មែរជួយខ្មែរ